3ដំណាក់កាលនៃមេរោគអេដស៍ដំណាក់កាលទី1នៃមេរោគអេដស៍រោគសញ្ញាក្នុងរយៈពេល2ឬ4សប្តាហ៍ដំបូងបន្ទាប់ពីការឆ្លងមេរោគអេដស៍មនុស្សជាច្រើនប៉ុន្តែមិនមែនទាំងអស់គ្នានោះទេមានរោគសញ្ញាដូចជាគ្រុនផ្ដាសាយដែលជារឿយៗត្រូវបានគេពិពណ៌នាថាជាជំងឺគ្រុនផ្ដាសាយដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមករោគសញ្ញានេះគេហៅថាសញ្ញានៃការឆ្លងមេរោគអេដស៍នៃគ្រាដំបូងហើយវាជាការឆ្លើយតបនៃសពាង្គកាយជាលក្ខណៈធម្មជាតិចំពោះការឆ្លងមេរោគអេដស៍រោគសញ្ញាមេរោគអេដស៍នៅដំណាក់កាលឆ្លងដំបូងអាចរួមបញ្ចូលនៅសញ្ញាដូចតទៅនេះទី1គ្រុនក្តៅហើមក្រពេញរលាកបំពង់ករលាករោលនិងកន្ទួលស្បែកអស់កម្លាំងលិតហើយឈឺសាច់ដុំនិងសន្លាក់ឆ្អឹងឈឺក្បាលរោគសញ្ញាទាំងអស់នេះអាចកើតឡើងចាប់ពី2ទៅ3ថ្ងៃរហូតដល់4សប្តាហ៍បើទោះបីជាយ៉ាងណាក្តីអ្នកមិនគួរសន្មតថាអ្នកមានផ្ទុកមេរោគអេដស៍នោះទេប្រសិនបើអ្នកមិនមានរោគសញ្ញាទាំងនេះព្រោះថារោគសញ្ញានីមួយៗនៃរោគសញ្ញាទាំងអស់នេះអាចបណ្ដាលមកពីជំងឺផ្សេងៗទៀតក៏ថាបានផ្ទុយទៅវិញមិនមែនមានន័យថាមនុស្សគ្រប់រូបដែលឆ្លងមេរោគអេដស៍សុទ្ធតែមានប្រតិកម្មឆ្លើយតបទៅនឹងសពាង្គកាយនោះទេតែមនុស្សជាច្រើនឆ្លងមេរោគអេដស៍ហើយមិនអាចចេញរោគសញ្ញាទាំងអស់នេះនៅក្នុងរយៈពេល10ឆ្នាំឬច្រើនជាងនេះក៏មានដែរចាសសូមអរគុណសូមជម្រាបលា